hai đầu vây ban chi viên mình chụp cháy hai đầu vây Chmano có bị sọt ban chụp cháy hải thầm đại pra có đôi kia tại mà địch ban chi mình chụp cháy trắng vụ anh pra có hai men tha phụ vi slap ở hải mình men slap hai từ đã tham po bị xe đôi chma mùi nộ men tệ bắt nhom ban bị nứt chip cho rồi bỏ vì hai cứ mình tiên toát một mùi mỏng hai mình nâng nhom có ban bị nứt vì mà đóng tiệp đại bạt cút khăng na anh chẳng biên này tha vi slap men hải ôi pe về liệp bất chỉ clay khăng na chất đó ngày đã trớp đó chun sna đại đó khăng nâng hải bà dương nơi tại bẹp nẹ phụประมาณ đăng tại râu phụ dương khơi hải vụ án từ dục sạch đại trớp ra không ca bị sọt một bần thai một bát sát tra cha cứ thai dương ban pra sọt đại nơi miên ở hải bạt pra ở hải bà anh chẳng có tới chập vi một thai một sát chỉ ra nơi không đồng bọn ní ban chập đam bật luôn đối với menu chập đam miên ca song sai hải bạt miên rồi bài ca chỉ ra trơ sna sống tới phụ police công pong sớp ông kê được nhà nhảy pin nâng ở hải bạt một nè anh hiên yang mịch ban một đồng một nâng dương nút hé xong tô bạt hai miếng tiết ba đồng bọn nè miên tê có tờ rô còn lạnh xanh tử ta dương dương một bồng riêng anh rương nè phong mền tê ấp rồi dương không chùm này cùng láng cai nâng cùng láng chất bần na đầm bấy chiên đo chùm nội ní trong ở cho vì mền dương thưa mình bàn tê cụt men hai đầu vây ban chỉ dương mình ai đo tham po rồi bỏ dương ban vì mình men kron tại đời xa tại dương rong rồi bu nụ tệ phần tai pro hai chi vi đời xa tại dương pra tham po tràn tệ lỡ pini dương ban đo tham po đo chưa vô đầm bấyประยุทธ์ទាំងđại dương mình toan chi sa boy pin lên nở lại dương stat ក្នុងស្ថានភាពដែលមិនអាចជៀសវាងបានតាប្រសិនបើមិនឲ្យជីវោខ្ចីtham poរបស់យើងទេគ្មានអ្នកណាដឹងថាគេនឹងស្ថិតក្នុងស្ថានភាពបែបណានៅពេលក្រោយនោះទេនោះមិនមែនជាបញ្ហាចម្បងទេប៉ុន្តែអាកប្បកិរិយារបស់វានោះពិតជារំខានយើងណាស់គេមានអ្វីពាក់ព័ន្ធក្នុងការពិសោធន៍ជាមួយអំណាចហាមឃាត់គេដឹងតែមិនមែនជាមនុស្សធម្មតាទេហើយជីវូបានឃើញអ្វីដែលគេកំពុងលាក់បាំងគេដឹងតែមិនដកលេងជីវូងាយៗទេបើមានសំណាងគេប្រហែលជារត់គេចយករួចខ្លួនជាជាងការដេញតាមជីវូបើអញ្ចឹងមែនក៏ល្អទៅតែបើមិនមែននោះជីវូអាចនឹងស្ថិតក្នុងគ្រោះថ្នាក់ហឺសុបិនអាក្រក់មែនដោយសារទើបតែដឹងថាខ្លួនឯងជាអ្នកដាស់ធម្មពលហើយត្រូវមកជួបបញ្ហាប្រភេទនេះវាមិនចម្លែកទេដែលជីវូមានសុបិនអាក្រក់នោះកៃដេងខ្ញុំតឹងរងណាស់ដូចជាមានអ្វីធ្ងន់កំពុងសង្កត់លើទ្រូងរបស់ខ្ញុំអញ្ចឹងអូយអេយើងឡើងទៅលើខ្លួនគេតាំងពីកាលខ្ញុំសុបិនអាក្រក់បាត់ខ្ញុំជួបណាគេម្នាក់ក្នុងសុបិនហើយគេស្រាប់តែមកច្របាច់ក៏ខ្ញុំរហូតដល់ដកដង្ហើមមិនរួចបាត់ច្របាច់ហឺអាក្មេងនេះមិនដល់ថ្នាក់នឹងទេដឹងហើយប្រហែលជាសុបិនអាក្រក់នឹងឯងបាទប្រហែលខ្ញុំជួបរឿងរ៉ាវច្រើនពេកបានជាអញ្ចឹងខ្ញុំចាប់ផ្ដើមព្រួយបារម្ភអំពីអ្វីដែល Kaden កំពុងព្រួយបារម្ភហើយបាទបង្កើតបញ្ហាហើយឥឡូវឯងទៅមកព្រួយបារម្ភអំពីវាមែនបាទព្រោះ Kaden បានពន្យល់ឲ្យខ្ញុំដឹងហើយយ៉ាងហោចណាស់ឯងក៏ស្ដាប់យើងខ្លះយើងស្មានថាឯងជាមនុស្សល្ងងដែលសើចចំអកគ្រប់យ៉ាងហើយតើហាហាអរគុណណាស់បាទដែលបារម្ភពីខ្ញុំហើយក៏សុំទោសដែលធ្វើឲ្យលោកបារម្ភប៉ុន្តែខ្ញុំដូចជាមានក្តីសុខចម្លែកណាស់បាទបិទមាត់ភ្លាមទៅអ្នកណាប្រាប់ថាយើងបារម្ភឯងនោះហាក់មិនមែនទេហ៎មិនបានបារម្ភស្អីទេវើយយើងឃើញថាឯងព្យាយាមជួយព្យាបាលយើងទៅប្រាប់ឲ្យឯងដឹងពីរឿងអ្នកបណ្ណោបាទអញ្ចឹងសោះនឹងឈប់និយាយតាពោះទៀតទៅបារម្ភមើលគ្មានផ្លូវទៅរួចទេកៃដេនម្នាក់នេះមិនគិតចង់បារម្ភអ្នកណាទេបើឯងព្រួយបារម្ភខ្លាំងអញ្ចឹងហើយយើងក៏បាននិយាយវាចេញមកហើយយើងនឹងបង្រៀនឯងអ្វីមួយអ្វីទៅបាទវិធីអភិវឌ្ឍធម៌ពលពិសេសរបស់ឯងឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតមានអីបែបហ្នឹងទៀតមាននឹងឯងលោកនឹងបង្រៀនខ្ញុំមែនហើយតើយើងត្រូវនិយាយប៉ុន្មានដងទៀតបាទសុំទោសបាទកន្លែងអ្នកល្អដែរតើមិនមានរបស់របរច្រើននៅក្នុងបន្ទប់ក្រោមដីទេប្រហែលជាសំរុំសម្រាប់ទីតាំងដែល Kaden ត្រូវការបាទតោះយើងមកចាប់ដើមពីដើមមកឯងប្រើធម៌ពលពិសេសដោយគ្មានផែនការនោះទេដែលវាប្រសើរឡើងព្រោះឯងប្រើវាម្ដងហើយម្ដងទៀតប្រសិនបើឯងយកប្រើវិធីសាស្ត្រដែលខ្ញុំបង្រៀនឯងនឹងអភិវឌ្ឍវាបានយ៉ាងឆាប់រហ័សហើយប្រើធម៌ពលដោយប្រសិទ្ធភាពទៀតផងប្រាប់មុនថាគុំឆ្មើងឆ្មៃហើយសិនមកថាអ្វីនឹងដំណើរការទៅដោយរលូនដោយគ្រាន់តែរៀនពីចំណុចខ្វះខាតនោះពីព្រោះអំណាចពិសេសដែលត្រូវបានដាស់មិនមែនជាអ្វីដែលអាចអភិវឌ្ឍបានយ៉ាងងាយស្រួលក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃនោះទេវានឹងចំណាយពេលយូរណាស់វាអាស្រ័យលើសមត្ថភាពរបស់ឯងនិងរបៀបដែលឯងរៀនមនុស្សមួយចំនួនត្រូវប្រើពេលច្រើនឆ្នាំទេខ្លះរៀបស្វត្តទៀតផងនៅតែមិនអាចអភិវឌ្ឍបានក៏មានបើអញ្ចឹងវាក៏មិនអាចទៅរួចនឹងខ្ញុំដូចគ្នាមែនទេឲ្យយើងដឹងយ៉ាងម៉េចវាស្ថិតលើសមត្ថភាពរបស់ឯងទេ
ទោះជាយ៉ាងណាក៏ដោយការប្រើធម្មពលឲ្យមានប្រយោជន៍ខ្ពស់បំផុតគឺខុសពីការអភិវឌ្ឍធម្មពលណាស់ការខ្លែងប្រើប្រាស់ធម្មពលទំនងជាចំណាយពេលច្រើនខែកៃដេនប្រើពេលប៉ុន្មានទៅបាទវិធីសាស្ត្រនេះយើងជាអ្នកបង្កើតណាមករំកិលមកចិត្តខ្ញុំជានេះតិចមើលបាទដូចលើកមុនដែលកៃដេនឲ្យធម្មពលខ្ញុំប្រើអញ្ចឹងស្ដាប់ឲ្យច្បាស់ធម្មពលដែលភ្នាក់ដឹងខ្លួនគឺស្ថិតនៅក្នុងបេះដូងរបស់ឯងហើយធម្មពលនោះនឹងរាលដាលពាសពេញរាងកាយដូចជាឈាមចាប់ពីពេលនេះទៅខ្ញុំនឹងផ្ដល់ធម្មពលដល់ឯងឲ្យវាមានចលនាហើយដឹកនាំធម្មពលរបស់ឯងឲ្យហូរឯងនឹងរៀនពីរបៀបប្រើប្រាស់និងអភិវឌ្ឍធម្មពលនោះយ៉ាងម៉េចចូលចងចាំពីរបៀបដែលខ្ញុំបានធ្វើហើយព្យាយាមធ្វើតាមគំរូរបស់ខ្ញុំព្រោះថ្ងៃណាមួយឯងនឹងត្រូវធ្វើវាដោយខ្លួនឯងបាទបើអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមហើយណាទោះជាចាប់ក៏ត្រូវស៊ូទ្រាំដែរអ្វីដែលខ្ញុំបានបង្រៀនឯងប្រហែលជាពិបាកសម្រាប់ឯងបើធ្វើតែម្នាក់ឯងប្រសិនបើឯងបន្តព្យាយាមនឹងវឹកហាត់រយៈពេលត្រឹមតែ 2-3 ខែអីយ៉ាខ្ញុំបានសាកល្បងធ្វើអ្វីដែល Kaden ទើបតែបង្រៀនឥឡូវនេះខ្ញុំធ្វើបានហើយបាទហាស់ថាម៉េចវាបានផ្លាស់ទីដូចដែល Kaden បានបង្រៀនអញ្ចឹងបាទត្រូវធ្វើបែបនេះសោះហេតុអ្វីបានជារៀនយល់ដឹងលឿនម្ល៉េះ